ចាជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមកជួបជាមួយខ្ញុំទៀតហើយចាថ្ងៃហ្នឹងខ្ញុំចង់ចែករំលែកមួយបងប្អូនចាអំពីអំណាចធម៌ពលដែលនៅក្នុងខ្លួនរបស់យើងចានិយាយទៅយើងគ្រប់គ្នាបងប្អូនចាអំណាចធម៌ពលគឺមានសាច់ស្រាប់នៅក្នុងខ្លួនចាកំណើតជាមនុស្សដែលយើងកើតមកភ្លាមចាគឺយើងមានស្រាប់នៅក្នុងខ្លួនប៉ុន្តែគ្រាន់តែយើងអត់ដឹងចាយើងអត់ដឹងហើយយើងដឹងហើយប៉ុន្តែយើងអត់ដឹងថាតើប្រើអំណាចធម៌ពលនោះបែបណាបងប្អូនចាអញ្ចឹងចាខ្ញុំក៏សូមមកចែករំលែកបងប្អូនចានេះមិនមែនខ្ញុំជាអ្នកចេះដឹងអីទេបងប្អូនចាគ្រាន់តែខ្ញុំបានរៀនហើយខ្ញុំបានអនុវត្តទៅឃើញថាចាអំណាចធម៌ពលរបស់ខ្លួនរបស់យើងចាគឺមានពិតប្រាកដបងប្អូនចាដូចដែលយើងតែងតែលើកថាអំណាចចាធម៌ពលចក្រាទាំង7បងប្អូនចាចក្រាទាំង7ដែលនៅក្នុងខ្លួនយើងស្រាប់មានស្រេចស្រាប់នៅក្នុងខ្លួនរបស់យើងចាពេលនេះបងប្អូនចាมันអាចប្រើបានប៉ុន្តែបងប្អូនខ្ញុំចាអំពីអំណាចធម៌ពលនៃចក្រាទាំង7បងប្អូនចាចក្រាទាំង7នេះគឺមានអីខ្លះជំហានដំបូងចាខ្ញុំឲ្យបងប្អូនស្គាល់អំពីឈ្មោះនៃចក្រាទាំង7ចាចក្រាទី1ឈ្មោះថារោទចក្រាចាតំណាងឲ្យពណ៌ក្រហមបងប្អូនចាគឺទីតាំងស្ថិតនៅកញ្ចួនគូតនៅចុងឆ្អឹងខ្នងកងរបស់យើងចាគេហៅថាឫសចក្រាគឺទីតាំងគឺនៅចុងឆ្អឹងខ្នងចាគឺកញ្ចួនគូតហ្នឹងចាហើយសម្រាប់ចក្រាទី2បងប្អូនចាចក្រាទី2គឺសក្រចក្រាសក្រចក្រានេះគឺពណ៌ទឹកក្រូចបងប្អូនចាទីតាំងគឺនៅក្រោមផ្សិតបងចានៅក្រោមផ្សិតហើយសម្រាប់ទីតាំងទី3ចានៅចក្រាទី3ទៅនៅណាចាចក្រាទី3គឺ Solar Plexus ចក្រាចាចក្រាSolar Plexus ចក្រាចាអធិស្ឋានបើសិនជាខ្ញុំហៅឈ្មោះអត់នេះព្រោះអីខ្ញុំអត់ចេះអង់គ្លេសទេបងប្អូនចាគឺនៅលើក្បាលពោះហើយចក្រាទី4ចាចក្រាទី4គឺហាតចក្រាបងប្អូនចាហាតចក្រាគឺនៅសន្ទះទ្រូងខាងឆ្វេងបងប្អូនចាគឺបេះដូងចក្រាទី4តំណាងឲ្យពណ៌បៃតងបងប្អូនចាចក្រាទី4តំណាងពណ៌បៃតងហើយសម្រាប់ទី5ចាគឺនៅបំពង់កគេហៅថាស្រោតចក្រាចាស្រោតចក្រាគឺមានពណ៌ផ្ទៃមេឃបងប្អូនចាតំណាងឲ្យពណ៌ផ្ទៃមេឃហើយសម្រាប់ចក្រាទី6ចាចក្រាទី6គឺសើតអាយចក្រាចាសម្រាប់សើតអាយចក្រានេះគឺចក្រាដែលមានដែលធម៌ពលគឺនៅកណ្ដាលថ្ងាសបងប្អូនចាគេហៅថាសើតអាយចក្រាចាយើងនិយាយស្រួលស្ដាប់ចាគឺភ្នែកទី3ចាគឺភ្នែកនៃចិត្តបងប្អូនចាភ្នែកនៃចិត្តមិនមែនភ្នែក2ដែលយើងមើលឃើញនេះទេចាចក្រាទី7ចាគឺជាមកុដចក្រាដែលនៅចាលើក្បាលរបស់យើងផ្នែកខាងលើបងអស់បងប្អូនចាក្រោតចក្រាបងប្អូនចាក្រោតចក្រាអញ្ចឹងចាសម្រាប់ចក្រាទាំង7ហ្នឹងខ្ញុំបានរៀបរាប់ហើយចាហើយសម្រាប់ចក្រានីមួយចាគឺមាននីតិផ្សេងគ្នាបងប្អូនចាចក្រាទី1គឺនៅរោទចក្រានៅកញ្ចួនគូតហ្នឹងតួនាទីរបស់គាត់ពេលដែលយើងបានធ្វើឲ្យយើងចាយកឈ្នះនៅភាពក្រីក្រយកឈ្នះនៅការរំលោភបំពានចាបើសិនជាយើងបានបើកគឺធ្វើឲ្យយើងចាមានសម្បត្តិស្ដុកស្ដំធ្វើឲ្យយើងចាសប្បាយរីករាយមានក្តីសុខច្រើនចេះផ្ដល់អភ័យចេះផ្ដល់ឲ្យមេត្តាមនុស្សគ្រប់គ្នាចានោះមានន័យថាយើងបើកចក្រាទី1ហើយចាគឺយើងចាមានចិត្តសប្បាយរីករាយច្រើនយើងមានក្តីសុខច្រើនយើងមានទ្រព្យសម្បត្តិច្រើនហើយសម្រាប់ចក្រាទី2ចាហើយពេលដែលចក្រាទី1ដែលត្រូវបានបិទតើបែបម៉េចដែលហៅថាចក្រាទី1អត់បើកចាចក្រាទី1បិទដែលយើងអត់បានប្រើនៅថាចាហើយតើយើងសម្គាល់បែបណានៅចក្រាទី1ហ្នឹងដែលយើងអត់បានប្រើនៅធម៌ពលនៃចក្រាទាំង7នោះចាសម្រាប់យើងអត់បានប្រើនៅចក្រាទាំង7នោះចាទី1សម្រាប់ចក្រាទី1ចាគឺយើងអត់មានភាពរីករាយនៅក្នុងចិត្តយើងមានជំងឺថប់អារម្មណ៍យើងតែងតែបន្ទាបបន្ថោខ្លួនឯងអត់ឲ្យតម្លៃខ្លួនឯងអត់ជឿជាក់ចំពោះខ្លួនឯងចាពិបាកចិត្តមិនមានទ្រព្យសម្បត្តិចានោះហើយចក្រាទី1របស់យើងគឺមិនត្រូវបានបើកទេហើយពេលដែលយើងចក្រាទី1របស់យើងបើកចាគឺយើងមានភាពសប្បាយរីករាយនៅក្នុងចិត្តយើងយកឈ្នះនៅភាពក្រីក្របាន
មានន័យថាចាយើងអាចសុខបាននៅអ្វីដែលយើងកំពុងតែមានយើងអាចសោកយើងអាចញញឹមយើងអាចផ្ដល់អភ័យយើងអាចផ្ដល់មេត្តាឲ្យមនុស្សជុំវិញខ្លួនបានចានោះហើយហៅថាចាហើយសំខាន់មួយទៀតគឺធ្វើឲ្យយើងចាមានសុខភាពល្អជាពិសេសគឺជំងឺនៅក្នុងតម្រងនោមធ្វើឲ្យយើងចាមានសុខភាពល្អធ្វើឲ្យយើងមានចិត្តត្រជាក់ធ្វើឲ្យយើងមានសប្បាយរីករាយធ្វើឲ្យយើងចេះមានមេត្តាចេះឲ្យអភ័យដល់មនុស្សជុំវិញខ្លួនចានោះឈ្មោះថាយើងត្រូវបានបើកចក្រាទី1សម្រាប់ចក្រាទី2ចាចក្រាទី2គឺចក្រានៅលើក្បាលពោះបងប្អូនចានៅលើក្បាលពោះដែលមានឈ្មោះថាសក្រចក្រាចក្រាពណ៌ទឹកក្រូចចាតំណាងឲ្យពណ៌ទឹកក្រូចចាគឺចក្រានៃក្តីស្រឡាញ់ចាស្រឡាញ់រីករាយចារីករាយគឺរីករាយរបៀបចាប្រុសស្រីរីករាយបែបកាមគុណតណ្ហាបងប្អូនចាហ្នឹងគឺនៅក្នុងកម្រិតចក្រាទី2ចក្រាតង់ទី2ចាដែលយើងស្រឡាញ់យើងរីករាយយើងពេញចិត្តទាំងអារម្មណ៍ផ្លូវភេទចាទាំងអារម្មណ៍ស្រឡាញ់ប្តីប្រពន្ធកូនចាតែវាអត់ទលំទលាយចាអត់ទលំទលាយដូចហាតចក្រាទេបងប្អូនចាគឺយើងស្រឡាញ់មានកម្រិតចាស្រឡាញ់មានកម្រិតហើយអ្វីដែលយើងអាចបើកចក្រាទី2បានចាគឺស្រឡាញ់ចំពោះមុខរបររកស៊ីការងាររបស់យើងចាធ្វើដោយមានទំនុកចិត្តជឿជាក់ 100% ទៅលើមុខរបររបស់យើងទៅលើអតិថិជនចាគឺយកបេះដូងមកធ្វើបងប្អូនចាធ្វើដោយក្តីស្រឡាញ់ដាក់ចាមានន័យថាទង្វើសកម្មភាពរបស់យើងគឺធ្វើ 100% ចាទៅលើការងារក្តីស្រឡាញ់ 100% ទៅលើមុខរបរការងារពេលដែលយើងចាផ្ដោតនៅមុខរបរការងាររបស់យើងនោះឈ្មោះថាចាយើងចក្រាទី2របស់យើងគឺត្រូវបានបើកហើយចាយើងស្រឡាញ់នៅមុខរបរការងារយើងស្រឡាញ់នៅចាមនុស្សជាទីស្រឡាញ់ដើម្បីមនុស្សជាទីស្រឡាញ់ដើម្បីអតិថិជនជាទីស្រឡាញ់ដើម្បីមនុស្សជុំវិញខ្លួនចាយើងធ្វើដោយក្តីស្រឡាញ់នោះឈ្មោះថាយើងបានបើកចក្រាទី2ហើយចាហើយចក្រាទី2នេះបានបិទដោយសារអីចាដោយសារតែការធ្វើការរបស់យើងក៏ធ្វើទាំងធុញថប់ធ្វើដោយគ្មានទំនុកចិត្តធ្វើដោយធុញទ្រាន់ចាហើយសេចក្តីស្រឡាញ់ត្រេកត្រអាលគឺមិនចេះស្រឡាញ់ខ្លួនឯងមិនចេះស្រឡាញ់អ្នកដទៃមិនចេះស្រឡាញ់មនុស្សជុំវិញខ្លួនចានោះមានន័យថាចក្រារបស់យើងគឺត្រូវបានបិទចាចក្រាទី2គឺសក្រចក្រានេះត្រូវបានបិទបងប្អូនចាហើយសម្រាប់ចក្រាទី3ចក្រាទី3គឺ Solar Plexus ចក្រាដំណើរក្នុងខ្លួនរបស់យើងពេលដែលយើងចាបើកចក្រាទី3បានគឺយើងចាជឿជាក់ចំពោះខ្លួនឯងស្រឡាញ់ខ្លួនឯងអាចចាយើងជឿជាក់នៅលើខ្លួនឯងយើងជឿនៅលើសមត្ថភាពរបស់យើងយើងជឿទៅលើអំណាចធម៌ពលយើងអាចចាយើងអាចធ្វើឲ្យអ្នកដតីជឿទុកចិត្តអាចឲ្យអ្នកដតីចានិយាយទៅទទួលខុសត្រូវចំពោះការងារចំពោះខ្លួនឯងមានន័យថា